ទូព្រះបង្គំខ្ញុំព្រះអង្គសូមលើកកំបងហត្ថានមស្ការថ្វាយបង្គំចំពោះប្រជុំ3នៃត្រៃរតន៍គឺមានព្រះពុទ្ធរតនៈ1ព្រះធម្មរតនៈ1ព្រះសង្ឃរតនៈ1ដោយសេចក្តីគោរពកោតក្រែងជ្រះថ្លាកំពង់ខ្ពស់លលូសូមក្រាបថ្វាយបង្គំចំពោះព្រះថេរានុថេរៈគ្រប់ព្រះអង្គទាំងក្នុងក្រៅប្រទេសដោយសេចក្តីគោរពជ្រះថ្លាចម្រើនពរសប្បុរសជនញាតិពធទាំងអស់បងនេះគោរពស្រឡាញ់ព្រះពុទ្ធសាសនាទាំងក្នុងក្រៅប្រទេសថ្ងៃនេះខ្ញុំគណៈអាត្មាភាពបង្ហាញអំពីសមិទ្ធផលថ្មីនៅក្នុងខែកក្កដានេះបងអាត្មាចាក់ដីណាដើម្បីកសាងរោងដាំបាយបងវាចាក់ដីឲ្យខ្ពស់ព្រោះពីមុនលិចទឹកញញោមហើយក៏កម្រងចាក់សាបឆ្វែលព័ទ្ធជំវិញរោងបាយនេះរហូតទៅទល់នឹងប្រគួនបាទគឺចាក់ប្រើស៊ីម៉ង់10តោនគ្រោះមួយឡានធំបាទមួយឡានធំ$450ញញោមបាទខ្សាច់$460បាទនិងឡាន27តោនបាទអញ្ចឹងបើប្រើខ្សាច់និងគ្រោះឡានធំ2ហើយនឹងសំង10តោននេះគឺយើងអាចគ្រប់ហ្នឹងហើយដីដែលកំពុងតែចាក់នេះគឺ14ឡាននេះមួយឡានណា$40បងស្មើនឹងណា$16,000រៀលបងហ្នឹងហើយចម្រើនពរញាតិញោមទាំងក្នុងក្រៅប្រទេសទូទាំងពិភពលោកបងតាមរយៈ Channel YouTube ណាពុទ្ធិ WWE យិនពុទ្ធិ KH ខ្មែរបងនិងយិនពុទ្ធិមួយទៀតជាភាសាអង់គ្លេសបង Channel YouTube 3ញោមញាតិប្រុសស្រីទៀតណាបងហើយ Facebook ខ្ញុំកណាថ្មបង្កើតច្រើនហើយនឹង page admin កាន់ខ្លួនឯងទាំងបាទគឺច្រើនអញ្ចឹងញាតិញោមជ្រះថ្លាដែលបានទស្សនាឃើញហើយជួយ like ជួយ share ចុច follow ម្នាក់មួយផងបាទចែកបុណ្យជូនបុណ្យដល់ញោមញាតិសប្បុរសជនទាំងក្នុងក្រៅប្រទេសណាក្រែងញាតិញោមមានសទ្ធាជ្រះថ្លាក្នុងរដូវកាន់បិណ្ឌមុនចូលព្រះវស្សាទៀតណាបើមិនកម្រងធ្វើឆ្នាំនេះទេញាតិញោមអើយគឺពិបាកទៀតហើយដល់ពេលដែលខែទឹកចំនួនជន់មកវស្សានរដូវវាត្រូវនឹងមានកាន់បិណ្ឌភ្ជុំបិណ្ឌណាញាតិញោមបងអញ្ចឹងពិបាកលើកចង្ក្រានដាំហើយញាតិញោមបងណាពិបាកយ៉ាប់ហើយបងអញ្ចឹងសូមចម្រើនពរញោមញាតិប្រុសស្រីទៅណាក្រែងមានសទ្ធាចូលរួមទាំងសម្រាប់ទៅសគឺមិនមែនតែប៉ុណ្្នឹងទេនៅបូករៀបឥដ្ឋបន្ថែមទៀតទៅសចំនួន10ដើមក្នុងមួយដើម$100បងយ៉ាងណាក្នុងមួយដើម$100បងស្មើនឹង$40,000រៀលបងញោមញាតិប្រុសស្រីទេណាបងដែលបានទស្សនាឃើញវីដេអូហើយសូមណាចូលរួមស៊ីម៉ង់ទៀតណា10តោនញាតិញោមចូលតាមកម្លាំងសទ្ធាទៀតមក B2B ទៀតមកក្រុង2ក្រុងទៀតណាកន្លះតោន1តោនខ្ញុំគណៈអាត្មាទទួលយកទៀតណាហើយសម្រាប់កសាងចាក់ដីមុនគេគឺញោមម៉ាក់នួនឧត្តរបញ្ញាទៀតគាត់បានចូលរួមដាក់ពីខែមុននោះក៏បានចូលរួមទៅសមមួយដើមញោមម៉ាក់នួនឧត្តរបញ្ញានិងស្វាមីព្រមទាំងពូនចៅរស់នៅសហរដ្ឋអាមេរិកបានចូលរួមសង្កសីចាក់ដីនិងទៅសមមួយដើមផងដែរទាំងបងណាឯសង្កសីមួយសន្លឹក$20ទាំងណាចាក់ដីបើចាក់ដីគ្រួសថ្លៃចឹងនឹងទៀតញោមចាក់ដីគ្រួសគឺជិត$100ណោះមួយឡានហ្នឹងបងឡានហ្នឹងបងណាប៉ុន្តែនេះចាក់ដី
កំណោខ្សាច់ញោមដីលេខ្សាច់វាអត់ស្រត់ទេញោមដីនេះប៉ណានៅក្នុងខែ6ខែ6ដើមខែ7នេះគឺញោមម៉ាក់នួនឧត្តរបញ្ញាក៏បានចូលរួមបន្ថែមណាកសាងជួយឆ្លៃទឹកថ្លៃភ្លើងចង្ហាន់គ្រូបង្រៀននិងបច្ច័យ4ចំនួន$300ទៀតដោយអំណាចបុណ្យកុសលនេះខ្ញុំប្រកោតអាត្មាភាពសូមបួងសួងទេវតាវត្ថុស័ក្តិសិទ្ធិទេវតាមានឫទ្ធិនិងគុណព្រះរតនត្រ័យទាំង3គុណព្រះពុទ្ធគុណព្រះធម៌គុណព្រះសង្ឃជួយយឹតយូងជូនបុណ្យដល់ញោមម៉ាក់នួនឧត្តរបញ្ញានិងស្វាមីព្រមទាំងកូនចៅទាំងអស់សូមឲ្យបានជាពីរោគាជំងឺឈឺដង្កាត់ទាំងឡាយព្រមទាំងកូនចៅរបស់មិនគាត់ឲ្យមានការងារធ្វើល្អเป็นបានប្រាក់ខែច្រើនហើយជាពិសេសគឺញោមម៉ាក់នួនឧត្តរបញ្ញាក៏សូមឲ្យម៉ាក់បានជាពីរោគាណាពេទ្យវិជ្ជបណ្ឌិតដាក់ថ្នាំទៅក៏បានជាដោយអំណាចបុណ្យធម្មទានអមិសទានដែលគាត់តែងតែប្រគេននិងឧបត្ថម្ភមកជារៀងរាល់ខែណាជារៀងរាល់ខែអញ្ចឹងខ្ញុំកណាអាត្មាដែលបានដឹកនាំណាបុណ្យខ្ញុំកណាអាត្មាទាំងធម្មទាននិងអមិសទានសូមជូនពរជូនបុណ្យដល់ញោមស្រីញោមម៉ាក់នួនឧត្តរបញ្ញាសូមឲ្យមានប្រសុខភាពល្អអាយុវែង